បងប្អូនជាទីគោរពជាទីស្រឡាញ់រាប់អានចាប់បានហើយអាឃាតករឈាមខ្មៅអាចឈាមថោកអាចចិត្តដេរឆានសម្រាប់អតីតប្រពន្ធនៅទួលបង្រនោះឥឡូវនេះគឺចាប់បានហើយហ្នឹងហើយអញ្ចឹងអាដេរឆាននេះមិនអាចរត់ផុតពីសំណាញ់ច្បាប់បានទេហ្នឹងហើយហើយខ្ញុំក៏សូមសនំពរយកអាដេរឆាននេះទៅដាក់ទុកអស់មួយជីវិតកុំលើកលែងឲ្យសោះឲ្យធ្វើការឲ្យធ្ងន់ធ្ងរបំផុតនៅក្នុងគុកឬក៏អាចអ្នកដែលឧក្រិដ្ឋកម្មសម្លាប់ដើម្បីជាគំរូកុំឲ្យមានសកម្មភាពនឹងបន្តទៅទៀតគឺដាក់ទោសនៅព្រំដែនតែម្ដងសង់គុកនៅព្រំដែនតែម្ដងហ្នឹងហើយឲ្យវាទៅតតាំងជាមួយនឹងចៅឆ្លៀនពៀនជាពិសេសគឺឲ្យចៅសៀមទៅហ្នឹងហើយព្រោះថាចិត្តវាចិត្តខ្មៅចិត្តដេរឆាននរុនេះថោកទៀតណាវាសម្លាប់មានញើសដៃបាញ់គេហើយគ្នារត់ហើយយកកភ្លើងមកវាយដំគ្នាបន្ថែមហូតទៅដល់របួសធ្ងន់ដង្ហើមចង្រិតយកទៅដល់ពេទ្យបានដឹកខ្យល់ស្លាប់បាត់ចោលកូនដែលគ្នាចិញ្ចឹមកូនហ្នឹងហើយគំនិតវាដេរឆានទេมันគ្នាមិនយកហ្នឹងហើយទៅនេះគឺសោកស្ដាយណាស់អតីតប្រពន្ធគឺបានស្លាប់បាត់ក្នុងជីវិតចោលកូនបាត់ទៅហើយវានឹងរត់ពេចហើយរត់ទៅដល់ណាដេរឆានណាហើយរត់មិនរួចពីសំណាញ់ច្បាប់ទេហ្នឹងហើយអញ្ចឹងអ្នកដែលឧក្រិដ្ឋកម្មធ្ងន់បែបហ្នឹងយកវាទៅចិញ្ចឹមវានៅក្នុងគុកនៅមួយជាគុកទេយកវាទៅព្រំដែនទៅតតាំងជាមួយនឹងចៅសៀមហ្នឹងហើយធ្វើគុកនៅក្នុងហ្នឹងសម្រាប់ដាក់អ្នកឧក្រិដ្ឋកម្មធ្ងន់ហ្នឹងតែម្ដងហ្នឹងហើយយើងធ្វើមិនឲ្យមនុស្សរៀងចាលមនុស្សបើសិនជាគ្រាន់តែជាប់គុកដាក់ទណ្ឌកម្មវាអត់រៀងចាលទេវានៅតែមានអង្គហេតុបន្តបន្ទាប់ហ្នឹងហើយអញ្ចឹងសំណូមពរគឺធ្វើយ៉ាងណាដាក់ទោសឲ្យធ្ងន់ធ្ងរហើយបើអាចតិចគឺយកវាទៅតាមព្រំដែនទៅពលីទៅធ្វើសាងសង់គ្រប់សពបែបយ៉ាងនៅតាមព្រំដែនដើម្បីឲ្យចំណេញបាទ